ដូចឲ្យលទ្ធផលអញ្ចឹងពីមុនប្រើប្រាស់សាក់យ័ន្តថៃដែលប្រើប្រាស់សាវតាអក្សរខ្មែររបស់យើងទៅលើសាក់ហ្នឹងថាឥឡូវរាជបណ្ឌិតសភាថៃបានចេញជាមួយនឹងពុម្ពអក្សរជាផ្លូវការចេញជា font digital មួយដែលមានឈ្មោះថាអក្សរខមថៃជាសំអាង reference ដែលប្រើប្រាស់តាំងពីសម័យសុខោតីសម័យអយុធ្យាអីណាណីមកធ្វើជា reference សំអាងទៅលើការដាក់ខមថៃនេះគឺជា font អក្សរសម្រាប់ជាតិសាសន៍របស់គេមួយបច្ចុប្បន្ននឹងទៀតហើយគេសំអាងថាជាអក្សររបស់ដូនតាគេតែប៉ុណ្ណោះគឺគេបានបញ្ជាក់ពីឫសគល់សាវតាបានច្បាស់លាស់ទេហើយធ្លាប់ឃើញតាម social media ពីមុនថៃក៏ធ្លាប់បរិយាកូនចៅវាថាខមហ្នឹងគឺមិនមែនជាខ្មែរទេហើយបច្ចុប្បន្នគឺទាញពាក្យខមដាក់នៅលើឈ្មោះថៃពីមុខទៀតគឺខមថៃអញ្ចឹងគឺវាពិតជាប៉ះពាល់ខ្លាំងមែនទែនទៅដល់សាវតាអក្សរសាស្ត្រខ្មែររបស់យើងដើមហើយយើងមើលទៅលើតែសាក់យ័ន្តថៃមួយហ្នឹងទៅគឺមើលទៅគឺអក្សរខ្មែររបស់យើងទាំងស្រុងតែម្ដងគឺពុម្ពអក្សររបស់ខ្មែររបស់យើងតែម្ដងគ្រាន់តែមួយចំណុចហ្នឹងគឺជាភ័ស្តុតាងមួយដ៏រស់រវើកចាក់ចំចំណុចទៅហើយក៏ប៉ុន្តែថៃគេអត់ទទួលស្គាល់ចំណុចហ្នឹងទេហើយស្របពេលដែលខ្មែរជាកពតរិគុណអញ្ចឹងក៏មានប្រជាជនថៃដែលគេនៅផ្លូវកណ្ដាលគេព្យាយាមនិយាយពាក្យផ្អែមមកយើងគេឲ្យយើងនឹងប្រើប្រាស់នៅវប្បធម៌ប្រើប្រាស់មរតករួមគ្នាព្រោះគេប្រាប់ថាថៃក៏មិនមែនជាការលួចចម្លងពីខ្មែររបស់យើងដែរគឺជាការប្រើប្រាស់មរតកដូនតាតពីរបស់គេដូចគ្នាឲ្យណាគេខ្ចីក៏បានដែរក៏ប៉ុន្តែបើឲ្យថៃខ្ចីទៅថ្ងៃក្រោយវាប្រកាសជាបោះក្បាលទាមទារភាពជាម្ចាស់លើរបស់ទ្រព្យទាំងអស់ហ្នឹងមកវិញអញ្ចឹងគិតមើលទៅសាហាវខ្លាំងប៉ុណ្ណាអញ្ចឹងគឺទាមទារអស់គ្រប់ជ្រុងទៅហើយព្រោះបើសិនជាយើងអត់ធ្វើអីសោះវាដូចជាគេកំពុងតែលុបអត្តសញ្ញាណរបស់យើងតិចម្ដងតាំងពីវប្បធម៌ផ្សេងៗឡើងដល់អក្សរសាស្ត្ររបស់យើងទៀតហើយមានប្រវត្តិវិទូច្រើនមែនតើដែលគេទទួលស្គាល់ថាខមនេះគឺជាសាវតារបស់ខ្មែររបស់យើងក៏ប៉ុន្តែមានតែថៃទេដែលអត់ទទួលស្គាល់ព្រោះគេសំអាងថាអក្សរនេះគឺជាអក្សររបស់ដូនតារបស់គេប្រើតាំងពីសុខោតីតាំងពីការកត់ត្រានានាក៏ដូចជាសំអាងទៅលើសាក់យ័ន្តថៃនឹងទៀតហើយវីដេអូនេះធ្វើឡើងក៏មិនមែនក្នុងន័យញុះញង់ឬក៏បង្កចំនួនអីដែរគ្រាន់តែឲ្យយើងដឹងគ្រប់យ៉ាងរបស់យើងគឺគេចង់បានខ្លាំងមែនតើហើយបើសិនជាយើងជាម្ចាស់របស់ម្ចាស់ទ្រព្យយើងអត់មានការព្រួយបារម្ភថែរក្សាខ្វាយខ្វល់ទេដូចជាយើងលើកទៅប្រកេនឲ្យគេដែរដូចគ្នា